ត្រឡប់មកពីចូលឆ្នាំវិញបងប្អូនអើយមេឃភ្លៀងមួយមេធំមានណាមកអូនជេលីស្រាប់តែនឹកឃើញឃ្លានជ្រក់តាពាំងព្រិចបងប្អូនអើយក៏នាំគ្នាមកដើររកតាពាំងព្រិចដើម្បីយកទៅធ្វើជ្រក់អញ្ចឹងបងប្អូនហើយនិយាយពីតាពាំងព្រិចនៅស្រុកប៉ោយប៉ែតនេះវិញមិនបាច់និយាយទេបងប្អូនអើយខុសឆ្ងាយពីស្រុកស្រែយើងខ្លាំងណាស់ដែលតាពាំងព្រិចនៅស្រុកស្រែយើងបងប្អូនទាំងអស់គ្នាគឺធ្លោះធំតែតាពាំងព្រិចនៅប៉ោយប៉ែតវិញមិនបាច់និយាយទេបងអើយសុទ្ធតែជីវមិនសូវមានសាច់មានឈាមទេគេថែរៀងអីចឹងបងប្អូនមកហើយពិបាករោមែនតែនដោយសារថាយើងអត់ដែររោផងបងប្អូនគឺវាពិបាករោយើងអត់ដឹងថាយើងត្រូវបេះរចនាអីតាណាអញ្ចឹងបងប្អូនអរគ្នាហើយតាពាំងព្រិចនេះវិញដែរមិនមែនងាយស្រួលដូចបងប្អូនគិតទេអញ្ចឹងហើយបងប្អូនបានឃើញគេលក់ក្នុងតម្លៃថ្លៃអីកុំគិតថាគេលក់ចង់យកចំណេញហ្នឹងបងប្អូនពិបាករោបងប្អូនហើយតាពាំងព្រិចនេះមិនមែនចេះតែដោះទៅពីទេណាបងប្អូនតនតដីដែលអាចដោះតាពាំងព្រិចបានវាដោះបងប្អូនទាំងគ្នាបើខាងស្រុកខ្ញុំអត់មានបណ្ដោយតាពាំងព្រិចខ្ញុំអត់ដែរឃើញនេះលើកទី1ខ្ញុំឃើញតាពាំងព្រិចបងប្អូនឮតែធ្លាប់តែឮតែគេនិយាយអញ្ចឹងបងប្អូនបាទហើយតាពាំងព្រិចនៅប៉ោយប៉ែតនេះវិញគឺពិបាករោដូចតែគ្នាតែគ្រាន់ថាតំបន់មួយតំបន់ខ្លះគេនៅគេតន់ព្យួរចោលគេតន់រំលាយវាចោលអញ្ចឹងវានៅមានអញ្ចឹងបងប្អូនហើយនេះគៀនផ្ទះខ្ញុំទេមើលតាពាំងព្រិចបងប្អូនមើលទៅនេះសុទ្ធជីវទូចបងប្អូនអត់សូវមានសាច់ហូបទេដូចខ្ញុំនិយាយពីដើមចឹងបងប្អូនដល់គ្នាវាមិនងាយស្រួលរោទេព្រោះវាពិបាករោបងប្អូនរំតបានមួយដើមហើយមួយដើមមិនយកមួយដើមនឹងទៅធ្វើជ្រក់បានទាំងអស់បងប្អូនអើយតើយើងយកទៅកាត់យកតែណាខ្ចីអីចឹងបងប្អូនហើយបើបងប្អូនសាកមើលទៅនេះមិនមែនស្រួលទេគឺដើររោម្ដងមួយដើមហើយមើលទៅសំដើមហើយមិនទៅមានសាច់ខ្ចីទេបងប្អូនដោយសារតែវាភ្លៀងវាតំតែភ្លៀងអីចឹងបងប្អូនតែมันជាថ្មីទេម៉ាក់អូនជេលីនៅតែញញឹមដោយសារតែលើកទី1គេបាននៅដល់កាច់តាពាំងអញ្ចឹងណាអូនជេលីប៊ីមួយជីវីនេះម៉ាក់រៀបសួរមួយរៀបសួរហ៎អីกันទៅផ្ទះដូចខ្ញុំថាអញ្ចឹងមិនមែនតែម៉ាក់អូនជេលីសប្បាយចិត្តទេសូម្បីតែអូនជេលីក៏សប្បាយចិត្តដែរបានមកកាច់តាពាំងព្រិចលើកទី1បងប្អូនទាំងគ្នាអត់ដែរបានកាច់តាពាំងព្រិចហើយក៏អត់ដែរបានឃើញតាពាំងព្រិចផ្ទាល់ដែរអញ្ចឹងព្រោះទៅតំបន់ខាងស្រុកភូមិខ្ញុំវាអត់ដែរមានអញ្ចឹងតែខ្ញុំទៅមកនៅប៉ោយប៉ែតអញ្ចឹងទៅខាងប៉ោយប៉ែតគេមានព្រោះតាំងពីដើមឡើយប៉ោយប៉ែតគឺតំបន់ព្រៃព្រិចបងប្អូនមកជួអូននាងអូស័យអីតែព្រៃព្រិចបងប្អូនព្រៃខ្ញុំធ្លាប់នៅអូននាងអូស័យដែរបងប្អូនកាលខ្ញុំនៅតូចមើលអូនជេលីបានតាពាំងគេសប្បាយគេរើសតារៀបបងប្អូនហើយនេះកូននឹងចេះមែននេះឲ្យឃើញម៉ាក់គេកាច់មកគេរើសតារៀបឆ្លាតម្លេះកូនហ្នឹងបងប្អូនដល់គ្នាដូចបងប្អូនបានឃើញចឹងនេះតាពាំងពេញសម្ដងម្ដងមកលើយើងបានប៉ុណ្ណឹងឲ្យច្រកថងយកទៅផ្ទះឲ្យបងប្អូនដល់គ្នាដូចខ្ញុំនិយាយចឹងមួយដំណាក់កាលទៅមួយដំណាក់កាលមិនស្រួលទេបងប្អូននេះដល់យើងមកដល់ផ្ទះឲ្យបងប្អូនយើងចាប់ដើមអង្គុយបកវាបងប្អូនគឺអ្វីដែលយើងគិតគឺវាមិនមែនដូចអ្វីដែលយើងរំពឹងទុកចឹងបងប្អូនគឺវាពិបាកខ្លាំងមែនទែនបកវាម្ដងហើយមិនបកស្រួលវាអត់ដូចតាពាំងយើងធម្មតាតាពាំងស្រុកតាពាំងព្រៃយើងបកស្រួលមកតាពាំងព្រៃនេះគឺពិបាកបកខ្លាំងមែនទែនព្រោះឲ្យវាទូចបកពិបាកមែនទែនបងប្អូនតើបងប្អូនធ្វើខ្លួនឯងបងប្អូនដឹងរត់ទៅបានបន្តិចហ្នឹងគឺពិបាកខ្លាំងមែនតើបន្តិចដែលបងប្អូនបានឃើញមិញគឺយើងបកតាំងពីម៉ោង5រហូតដល់ម៉ោង8បងប្អូន8យប់អត់ទាន់ហើយនេះតែបានប៉ុណ្្នឹងឯងបងប្អូនយើងបកតាំង3ម៉ោងអត់ទាន់ហើយបងប្អូនថាតើវាពិបាកបកខ្លាំងបងប្អូនមកបានឃើញគឺបានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នានេះឡើង3ម៉ោងបានប៉ុណ្្នឹងឯងមិនមែនងាយស្រួលទេបងប្អូនអើយអញ្ចឹងហើយពេលគេលក់ថ្លៃបងប្អូនកុំតថ្លៃអីវាសមរម្យហើយព្រោះវាថាវាពិបាកនឹងធ្វើបងប្អូនពិបាកនឹងរោពិបាកនឹងធ្វើដល់បានមកប៉ុណ្្នឹងគឺពិបាកខ្លាំងណាស់បងប្អូនហើយនេះមើលមុខម៉ាក់អូនជេលីទៅពេលនេះលេងញញឹមលេងសើចចេញបងប្អូនអរគ្នាហើយនេះគឺជាលទ្ធផលដែលយើងទទួលបានបងប្អូនអរគ្នាបន្ទាប់ពីយើងធ្វើជ្រក់ធ្វើអីរួចយើងទុកមកយប់បងប្អូនហើយនេះគឺលទ្ធផលវាចេញមកអញ្ចឹងដោយសារតែយើងអត់ដឹងបងប្អូនតាមពិតកាប់ទៅគេចិត្តយកតាខ្ចីទេលេងម៉ាក់អូនជេលីដាក់ឲ្យទាំងវែងអញ្ចឹងហ្មងបងប្អូនអរគ្នាមានណាញ៉ាំទៅស្វិតតែទឺ